បាទសួស្តីបងប្អូនអរគ្នាអឺបងប្អូនទាំងអស់គ្នាបាទចង់ឲ្យអា test bar របស់យើងនេះ test bar របស់កុំព្យូទ័ររបស់យើងហ្នឹងវា clean ល្អណាកុំឲ្យវាឃើញខ្មៅៗអញ្ចឹងខ្ញុំមកប្រាប់ពីកម្មវិធីមួយណាដែលវាមានពាក្យថា Translucent TTB អញ្ចឹងបងប្អូនចូលទៅក្នុងអីបាទ Windows របស់យើងមកហើយបងប្អូនទាំងអស់គ្នាបាទរកពាក្យថា Microsoft Store អញ្ចឹងបងប្អូនអរគ្នាចុចទៅលើ Microsoft Store ហ្នឹងមកបាទហើយបងប្អូនចុចរកពាក្យថា search បាទ Trend Solution TTB បាទខ្ញុំធ្លាប់ search ហើយអញ្ចឹងបងប្អូនចុចបាទបងប្អូន search ទៅហើយចុចពាក្យលើហ្នឹងមកបាទនេះបងប្អូនបាទវាមានច្រើនបងប្អូននេះមកកលេចមកមើលពាក្យថាបាទ Trend Solution TTB អញ្ចឹងបងប្អូនចុចពាក្យថា get មកបាទអញ្ចឹងបងប្អូនចាំឲ្យវាបាទ download ពេញមកហើយបងប្អូនចាំទៅ install វាបន្តិចមកអាកន្លែង test bar របស់យើងហ្នឹងគឺវា clean ស្អាតតែម្ដងបាទអញ្ចឹងបន្ទាប់ពីពេញហើយបងប្អូនចុចពាក្យថា open មកបាទអញ្ចឹងវាចូលហើយនេះអញ្ចឹងយើងចុចពាក្យថា continue ក៏បានឬក៏ចុចពាក្យថាបាទ excite ក៏បានអញ្ចឹងបងប្អូនចង់មើលថាវាមិនបងប្អូនចុចតាមហ្នឹងទៅអានេះអូខេខ្ញុំចុច right click របស់វាយើងចុចណាចុច3 4ដងអញ្ចឹងទៅឬក៏យើងចុចខ្វែងក៏បានដែរបាទខ្ញុំចុចខ្វែងអញ្ចឹងបាទនេះជួរ test bar របស់យើងគឺ clean ស្អាតតែម្ដងណាបងប្អូនអរគ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាបាទអាចចូលទៅក្នុង Microsoft Store ហើយ download ពាក្យថា Translucent បាទដើម្បីធ្វើឲ្យ test bar របស់កុំព្យូទ័ររបស់យើងហ្នឹង clean ស្អាតតែម្ដងបាទអញ្ចឹងបាទវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងបាទបងប្អូនអរគ្នាអាចយកទៅអនុវត្តបានឬក៏ធ្វើតាមណាដើម្បីឲ្យកុំព្យូទ័ររបស់យើងមើលទៅវាស្រឡះអញ្ចឹងដែរវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងបងប្អូនអរគ្នាបាទជួបគ្នានៅវីដេអូក្រោយបន្តទៀតអរគុណច្រើន